សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាស្វាគមន៍មកកាន់វីដេអូសម្រាប់សាច់រឿង In Search of God ឬកំណត់ត្រាស្វែងរកព្រះដែលជាអេពីសូតទី8ជាបន្តទៀតប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តនៅការសម្រាយសាច់រឿងរបស់ Admin ស្មោះស្នេហ៍ម្នាក់នេះកុំភ្លេចចុចនៅ Subscribe ក៏ដូចជា Like និង Comment ឲ្យបានច្រើននៅភាគមុនសាច់រឿងរបស់យើងបានបញ្ចប់នៅពេលដែលកញ្ចាស់ដួនខៃបានសន្លប់ជាលើកទី2មើលទៅមិនមែនមានតែកញ្ចាស់ដួនខៃទេដែលសន្លប់ព្រោះនៅភាគនេះយើងបានឃើញអាពីរនាក់នេះបានដេកសន្លប់នៅកន្លែងស៊ីផឹកនេះដែរបន្ទាប់មកធូប៉ាយេរបស់យើងក៏បានដឹងខ្លួនគាត់បានដាស់អបិជាយូដែរតែវាហាក់ដូចជាមិនភ្ញាក់ទោះទៅសោះដោយសារតែបែបនេះធូប៉ាយេរបស់យើងក៏បានដើរចាក់ចេញពីទីនោះគាត់បានដើរទៅកាន់មាត់សមុទ្រនៅទីនោះគាត់បានឃើញអ្នកក្លាហានខើកំពុងតែអង្គុយផ្លុំខ្លុយយ៉ាងពីរោះពេលនោះអ្នកក្លាហានខើចាប់អារម្មណ៍ដឹងថាមានមនុស្សគាត់ក៏សួរថាតើជាប្អូនធូប៉ាយេមែនធូប៉ាយេរបស់យើងក៏សូមអភ័យទោសដែលមករំខានគាត់អ្នកក្លាហានខើបានសោយបន្តិចហើយនិយាយថាមិនអីនោះទេបន្ទាប់មកគាត់បានហៅធូប៉ាយេរបស់យើងមកអង្គុយជិតគាត់ប្រាប់ថាសិល្បៈក្បាច់គុណរបស់គាត់ត្រូវបានគេឲ្យឈ្មោះថាសិល្បៈក្បាច់គុណជំនោរទឹកប្រសិនបើយើងនិយាយឲ្យងាយយល់ទៅវាគឺជាក្បាច់គុណដែលមានធាតុទឹកគាត់ឆ្ងល់ថានៅក្នុងខ្លួនរបស់ធូប៉ាយេបែរជាមានធម៌ពលដ៏អស្ចារ្យមិនបានពេលនេះអាប្អូនមិនទាន់ចេះគ្រប់គ្រងនៅចង្វាក់ដង្ហើមក៏ដូចជាមិនទាន់ចេះណែនាំនៅកម្លាំងឈីបែបនេះពេលនោះធូប៉ាយេរបស់យើងបានប្រាប់ថាគាត់មិនដែលបានហ្វឹកហាត់អំពីសិល្បៈក្បាច់គុណអ្វីមួយនោះទេចំណែកធម៌ពលដែលស្ថិតនៅក្នុងខ្លួនរបស់គាត់វាកើតមកពីការដែលគាត់បានលេបថ្នាំគ្រាប់ស៊ីណុងឬបែបនេះអ្នកក្លាហានខើបានប្រាប់ថាប្រសិនបើដូចនេះចាំគាត់ជាអ្នកបង្រៀនពេលនោះធូប៉ាយេរបស់យើងមានការសប្បាយចិត្តជាខ្លាំងគាត់បានលុតជង្គង់អរគុណអ្នកក្លាហានខើក៏ដូចជាគោរពអ្នកក្លាហានខើធ្វើជាគ្រូផងដែរប៉ុន្តែអ្នកក្លាហានខើបានចូលមកគាត់ប្រាប់ថាធូប៉ាយេនិងគាត់មាននៅចិត្តគំនិតស្រដៀងគ្នាពួកយើងទាំងពីរស័ក្តិសមធ្វើជាមិត្តភក្តិនឹងគ្នាជាងបន្ទាប់មកអ្នកក្លាហានខើក៏បានចាប់ផ្ដើមបង្រៀនធូប៉ាយេរបស់យើងដំបូងគាត់បានឲ្យធូប៉ាយេបិទភ្នែកជាប់នៅចង្វាក់ដង្ហើមជាមួយជំនោរនៃសមុទ្របន្ទាប់មកអ្នកក្លាហានខើបានចុចនៅជីបចរក៏ដូចជាប្រើនៅធម្មពលរបស់គាត់ដើម្បីសម្រួលដល់ធម្មពលឈីឲ្យធូប៉ាយេរបស់យើងហើយគាត់ក៏ប្រាប់ធូប៉ាយេរបស់យើងបន្ថែមថាកម្លាំងឈីពិតប្រៀបដូចជាទឹកជំនន់សរសៃជីបចររបស់ឯងប្រៀបដូចជាប្រឡាយនឹងទន្លេប្រសិនបើវាមានភាពរាំងស្ទះវានឹងផ្ទុះបែកឯងត្រូវតែចេះគ្រប់គ្រងពេលវេលាទៅតាមស្ថានភាពនិងផ្លាស់ប្ដូរទៅតាមអ្វីដែលឯងចង់បានខណៈពេលនោះរបួសរបស់អ្នកក្លាហានខើស្រាប់តែរើឡើងធូប៉ាយេរបស់យើងមានការបារម្ភជាខ្លាំងតែអ្នកក្លាហានខើប្រាប់ថាគាត់មិនអីនោះទេបន្ទាប់មកអ្នកក្លាហានខើបានប្រាប់ឲ្យធូប៉ាយេរបស់យើងត្រូវតែចងចាំចេតនាមកមុនកម្លាំងឈីគឺដើរតាមចេតនាទន្លេទាំងអស់ហូរចូលទៅក្នុងសមុទ្រចំណែកឯឈីហូរចូលទៅក្នុងស្នូលនៃធម្មពលឈីប្រៀបដូចជាចរន្តទឹកចំណែកចេតនាប្រៀបដូចជាព្រះច័ន្ទឋានសួគ៌និងមនុស្សរួមបញ្ចូលគ្នាធម្មពលឈីបង្កើតបានទៅជាទឹករលកពេលនេះធូប៉ាយេរបស់យើងហាក់ដូចជាចេះបានមួយស្នៀតហើយឃើញបែបនេះអ្នកក្លាហានខើក៏សរសើរថាមិនអន់នោះទេឯងបានរៀននៅសិល្បៈក្បាច់គុណជំនោរសមុទ្រនេះហើយតទៅនេះឯងត្រូវវឹកហាត់វាឲ្យបានខ្ជាប់ខ្ជួនធូប៉ាយេរបស់យើងក៏បញ្ញាប់អរគុណអ្នកក្លាហានខើគាត់ថាមាននៅសិល្បៈក្បាច់គុណជំនោរសមុទ្រនេះការដែលគាត់ត្រូវធ្វើដំណើរទៅកោះថ្មក្រហមដើម្បីស្វែងរកគុជខ្យងនៃការបំភាន់វានឹងកាន់តែមានភាពងាយស្រួលជាងមុនជាមិនខានបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាត់ទៅដល់ពេលដែលពួកគេត្រូវធ្វើដំណើរទៅកោះថ្មក្រហមដោយដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញហើយពួកគេបាននាំគ្នាទៅទីនោះដោយមានគ្នា3ទូកដោយសារតែនៅទីនោះមានអាប់ចុះច្រើនទូករបស់ពួកគេទាំង3ក៏ត្រូវបានបែកផ្លូវគ្នាពួកគេបានព្យាយាមស្រីរកគ្នាដែរប៉ុន្តែហាក់ដូចជាមិនលឺទាល់ទៅសោះខណៈពេលនោះទូករបស់អ្នកក្លាហានម្នាក់នេះក៏ត្រូវបានវាយប្រហារដោយសត្វនាគសមុទ្រចំណែកទូករបស់ធូប៉ាយេនិងទូករបស់កញ្ចាស់ដួនខៃយើងមិនទាន់ដឹងថានឹងជួបរឿងអ្វីទៀតនោះទេសាច់រឿងក៏បានកាត់មកដល់ទីក្រុងនៃប៉មបំភាន់យើងបានឃើញលោកម្ចាស់ជីជឺបានលួចមកជួបសត្វថ្មដែលជាកូនចៅរបស់កញ្ចាស់ធានវូបើមើលទៅតាមស្នាមញញឹមដ៏សែនពឹសពុលរបស់វាច្បាស់ណាស់អប៉ែម្នាក់នឹងប្រហែលជារួមគំនិតជាមួយកញ្ចាស់ធានវូជាមិនខានអញ្ចឹងបានគេថាសត្រូវមិនគួរឲ្យខ្លាចដោយមនុស្សដែលជិតស្និទ្ធនឹងយើងបំផុតនោះទេព្រោះសត្រូវយើងតែងតែប្រុងប្រយ័ត្នជាមួយពួកគេគ្រប់ពេលវេលាចំណែកមនុស្សដែលនៅក្បែរខ្លួនរបស់យើងមិនដែលគិតថាពួកគេនឹងក្បត់យើងបែបនេះឡើយបន្ទាប់មកអាសត្វថ្មមួយមិញក៏បានហោះទៅរាយការណ៍ប្រាប់កញ្ចាស់ធានវូថាអ្នកនាំសាររបស់អត្រាយដ៏ទេវភាពនិងកញ្ចាស់ដួនខៃព្រមទាំងអ្នកក្លាហានត្រាចោមួយចំនួនទៀតបានធ្វើដំណើរទៅកោះថ្មក្រហមអស់ហើយចំណែកអ្នកក្លាហានខើហៃហ៊ូយគឺស្នាក់នៅក្នុងទីក្រុងនៃប៉មបំភាន់ពេលនោះកញ្ចាស់ធានវូនិយាយថាល្អណាស់ពួកយើងចាប់ផ្ដើមផែនការរបស់ពួកយើងទៅខើហៃហ៊ូយដល់ពេលដែលពួកយើងត្រូវទូទាត់បំណុលចាស់ទាំងអស់ហើយសាច់រឿងបានកាន់មកដល់ក្រុមរបស់ធូប៉ាយេពេលនេះពួកគេបានធ្វើដំណើរចូលក្នុងរូងនៃសត្វបំភាន់ហើយខណៈពេលនោះសៀនបានប្រាប់ឲ្យគ្នាសម្លឹងទៅមើលខាងមុខមាននៅចំហាយសត្វត្រីមួយបានហោះមកវាយប្រហារពួកគេបន្ទាប់ពីអបិជាយូបានវាយប្រហារទៅលើចំហាយនៃត្រីមួយនោះរលាយអស់មួយស្រាប់តែលេចឡើងនៅចំហាយត្រីពីរផ្សេងទៀតជាក់ស្ដែងចំហាយត្រីនេះមានឈ្មោះថាត្រីឆ្លាមនាគបន្ទាប់មកមិនមែនមានតែពីរទេពេលនេះវាបានកើនឡើងរហូតទៅដល់3បានហោះតម្រង់មកវាយប្រហារក្រុមរបស់ពួកគេប្រុសស្មោះទូប៉ាយេរបស់យើងក៏ចេញមុខទៅទប់ទល់គាត់បានប្រើប្រាស់
សិល្បៈក្បាច់គុនដែលបានរៀនចេះពីអ្នកក្លាហានខើប្រមូលផ្ដុំនៅធម្មពលវាយប្រហារទៅលើត្រីឆ្លាមនាគទាំង3ក្បាលនោះជាលទ្ធផលគាត់ក៏អាចបំបែកនៅការបំភាន់មួយនេះបានហើយពួកគេក៏បានដឹងថាអ្វីដែលបានកើតឡើងមុននេះបន្តិចគឺជាការបំភាន់ទាំងអស់បន្ទាប់មកនៅពីមុខពួកគេស្រាប់តែលេចឡើងនៅក្រុមយក្សដ៏ធំមួយវាបានបញ្ចេញនូវចំហាយធម្មពលបំភាន់ពួកគេជាលើកទី2ការបំភាន់នេះបានធ្វើឲ្យធូប៉ាយេរបស់យើងសម័យឃើញចែកខ្ជូតយូស៊ីឈៀឈើបកដៃហៅធូប៉ាយេរបស់យើងឲ្យចូលទៅខាងក្នុងខ្ទើមដ៏កញ្ចាស់មួយពេលនោះធូប៉ាយេរបស់យើងបានដើរចូលទៅខាងក្នុងបន្តិចហើយតែសំណាងល្អវិញបានសៀនមកដាស់គាត់ឲ្យភ្ញាក់ពីការបំភាន់មួយនេះបន្ទាប់មកសត្វក្រុមដ៏ធំមួយនោះបានបញ្ចេញនូវដៃអ្វីម្យ៉ាងមកវាយប្រហារពួកគេអ្នកក្លាហានធូប៉ាយេនិងអសង្ហាជីយូក៏ចេញមុខទៅទប់ទល់ពួកគេទាំងពីរប្រយុទ្ធចុះប្រយុទ្ធឡើងបានបន្តិចសៀនបានស្រែកប្រាប់ឲ្យធូប៉ាយេរបស់យើងក៏លែងមើលទៅខាងលើបន្ទាប់ពីគាត់បានកលែងទៅមើលខាងលើហើយឃើញនៅថ្មស្រួចធូប៉ាយេរបស់យើងក៏យល់ពីគំនិតដែលសៀនប្រាប់គាត់ពេលនោះធូប៉ាយេរបស់យើងបានហក់ទៅកាប់អាសត្វនោះមួយទំហឹងដែលធ្វើឲ្យវាខឹងហើយក៏ដេញវាយប្រហារធូប៉ាយេរបស់យើងឃើញនៅឱកាសល្អបែបនេះធូប៉ាយេរបស់យើងក៏បានបញ្ឆោតវាទៅម្ខាងបន្ទាប់ពីវាបានដេញវាយប្រហារធូប៉ាយេរបស់យើងចេញឆ្ងាយពីសម្បករបស់វាហើយធូប៉ាយេបានស្រែកឲ្យអសង្ហាជាយូវាយប្រហារទៅលើថ្មស្រួចទាំងនោះដើម្បីឲ្យថ្មស្រួចទាំងនោះធ្លាក់មកជួងជាមួយសម្បកនិងខ្លួនរបស់វាពេលនោះអសង្ហាជាយូបានដកយកព្រួញរបស់វាវាយប្រហារទៅលើថ្មស្រួចទាំងនោះភ្លាមជាលទ្ធផលថ្មទាំងអស់នោះក៏ធ្លាក់ចុះមកខាងក្រោមជួងជាមួយសត្វក្រុមមួយនោះដែលធ្វើឲ្យសត្វក្រុមមួយនោះងាប់នៅកន្លែងកើតហេតុតែម្ដងបន្ទាប់ពីឈ្នះពួកគេទាំងពីរបានលើកមេដាយឲ្យគ្នាម្នាក់មួយហើយអសង្ហាជាយូក៏បានរត់ទៅពិនិត្យមើលសាកសពនៃសត្វក្រុមមួយនោះបន្ទាប់ពីវាបានលើកនៅសម្បកក្រុមមួយនោះឡើងវាបានរកឃើញគុយខ្យងនៃការបំភាន់មួយនៅខាងក្នុងពេលនោះវាមានការសប្បាយចិត្តជាខ្លាំងក៏ស្រែកប្រាប់ធូប៉ាយេរបស់យើងថាពួកយើងរកឃើញគុយខ្យងនៃការបំភាន់ហើយមើលទៅរបួសរបស់ប៉ាប៉ាខ្ញុំច្បាស់ជាមានសង្ឃឹមវិញហើយឮហើយធូប៉ាយេរបស់យើងបានងក់ក្បាលទាំងញញឹមសាច់រឿងក៏បានកាត់មកដល់ទីក្រុងនៃប៉មបំភាន់ពេលនេះកងទ័ពនៃកងសម្ព័ន្ធទឹកបានធ្វើដំណើរមកដល់ទីនេះហើយកងទ័ពនៃទីក្រុងប៉មបំភាន់បានឃើញដូចនេះមានបំណងទៅរាយការណ៍ប៉ុន្តែពួកគេត្រូវបានវាយប្រហារដោយរនុកក្នុងដែលខុបខិតជាមួយក្រុមកងសម្ព័ន្ធទឹកមើលទៅពួកគេពិតជាខូខើមែនទែនសុកចិត្តរួមគំនិតជាមួយអ្នកដទៃកាប់សម្លាប់នៅបងប្អូនខ្លួនឯងបន្ទាប់មករនុកក្នុងទាំងអស់នេះបានបើកនៅទ្វារក្រុងអនុញ្ញាតឲ្យកងទ័ពនៃកងសម្ព័ន្ធទឹកចូលដោយសេរីមេទ័ពនៃក្រុមកងសម្ព័ន្ធទឹកបានប្រកាសប្រាប់កូនចៅរបស់វាថាបើអ្នកណាហ៊ានប្រឆាំងនឹងកងសម្ព័ន្ធទឹករបស់ពួកគេសម្លាប់ចោលទាំងអស់ដោយគ្មានមេត្តាកូនចៅនៃក្រុមកងសម្ព័ន្ធទឹកក៏បានស្រែកថាសម្លាប់ទាំងអស់តែរឿងបានកាន់មកដល់ក្រុមរបស់ធូប៉ាយេយើងវិញខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរមកកាន់ទីក្រុងនៃប៉មបំភាន់វិញពួកគេបានប្រទះនឹងសាកសពជាច្រើនដែលបានស្លាប់អណ្ដែតពីពេញផ្ទៃទឹកកលែងឃើញភ្លាមធូប៉ាយេរបស់យើងក៏ស្គាល់ថាសាកសពទាំងនេះគឺជាសាកសពរបស់អ្នកក្លាហានត្រាចរដែលស្ថិតនៅទីក្រុងនៃប៉មបំភាន់ហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ក្នុងក្រុងនៃប៉មបំភាន់មនុស្សម្នានិងប្រជាជនសាមញ្ញកំពុងតែរត់គេចចេញពីសេចក្តីស្លាប់ចំណែកឯផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលពួកគេខំប្រឹងរកស្ទើរតែមួយជីវិតក៏ត្រូវបានដុតបំផ្លាញអស់ទាំងអស់នេះសុទ្ធតែជាផលវិបាកនៃសង្គ្រាមខណៈដែលប្រជាជនទាំងនេះកំពុងតែរត់គេចទាំងសេចក្តីភ័យខ្លាចពេលនោះកញ្ចាស់ទៀងប៉ៃបានលោតចុះមកពីខាងលើបើកនៅមឈូសបញ្ចេញនៅដាវហោះជាច្រើនឲ្យទៅតាមសម្លាប់មនុស្សទាំងអស់នោះមែនតើមិនដឹងថាប្រអប់មួយនោះគឺជាប្រអប់ដាវឬក៏មឈូសទេតែបើយើងហៅថាប្រអប់ដាវហោះដូចជាមិនសមនឹងសម្រស់របស់គាត់អញ្ចឹងហើយអត់មានសម្រាប់ហៅប៉ែហ្នឹងថាកញ្ចាស់មឈូសតែម្ដងទៅបន្ទាប់ពីកញ្ចាស់មឈូសបានសម្លាប់មនុស្សទាំងអស់នេះអស់ហើយវាបានបញ្ជាឲ្យកូនចៅរបស់វាផ្សព្វផ្សាយនៅដំណឹងឲ្យទាហាននៃកងសម្ព័ន្ធទឹកទាំងអស់ទៅឡោមព័ទ្ធវិមានរបស់ម្ចាស់ក្រុងអ្នកណាដែលហ៊ានចេញមុខប្រឆាំងសម្លាប់ចោលទាំងអស់ដើរទៅមុខបានបន្តិចកញ្ចាស់មឈូសបានចាប់អារម្មណ៍នឹងមនុស្សដែលកំពុងតែពូននៅខាងក្រោមតុទោះបីជាពួកវាឃើញថាអ្នកដែលពូននេះគឺជាមនុស្សស្រីនិងកុមារក៏ដោយក៏វានៅតែដាច់ចិត្តលើកដៃសម្លាប់ពួកគេផងដែរបន្ទាប់មកវាបាននាំកូនចៅរបស់វាដើរចាកចេញពីទីនេះហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់កន្លែងធូប៉ាយេនិងគ្នាអសង្ហាជីយូបានទៅពិនិត្យមើលសាកសពពូរបស់វាបន្ទាប់ពីវាបានយកដៃបិទភ្នែកឲ្យពូរបស់វារួចវាបាននិយាយទៅកាន់ធូប៉ាយេរបស់យើងថារឿងទាំងអស់នេះច្បាស់ជាកងសម្ព័ន្ធទឹកជាអ្នកធ្វើជាមិនខានពេលនោះធូប៉ាយេរបស់យើងក៏បានតបថាមើលទៅពួកគេបានធ្វើល្បិចជាដកថយហើយរៀបចំផែនការឲ្យពួកយើងទៅស្វែងរកគុយខ្យងនៃការបំភាន់ចំណែកពួកគេឆ្លៀតឱកាសនេះវាយចូលទីក្រុងនៃប៉មបំភាន់ពេលនោះសៀនថាអញ្ចឹងមានន័យថាពួកគេបានវាយចូលទីក្រុងនៃប៉មបំភាន់ហើយមែនធូប៉ាយេរបស់យើងប្រាប់ថាតាមរយៈសាកសពទាំងអស់នេះពួកគេច្បាស់ជាកំពុងតែវាយប្រហារទីក្រុងនៃប៉មបំភាន់ហើយពេលនេះពួកយើងត្រូវតែប្រញាប់ទៅទីនោះដើម្បីជួយអ្នករាល់គ្នាពេលនោះគាត់បានសួរទៅកាន់អសង្ហាជីយូអំពីផ្លូវកាត់ទៅកាន់ទីក្រុងនៃប៉មបំភាន់អសង្ហាជីយូប្រាប់ថាមានតែផ្លូវនោះគ្រោះថ្នាក់ខ្លាំងណាស់មើលទៅធូប៉ាយេរបស់យើងមិនខ្វល់ពីគ្រោះថ្នាក់ទាំងអស់នោះទេគាត់បានចាត់ចែងឲ្យគ្នារបស់គាត់បើកបរទុកទៅតាមផ្លូវកាត់មួយនោះបន្ទាប់ពីគាត់ធ្វើដំណើរបានបន្តិចពេលនោះស្រាប់តែមានសត្វនាគមួយក្បាលដេញតាមវាយប្រហារពួកគាត់បានព្យាយាមបើកកិច្ចឆ្វេងកិច្ចស្ដាំមិនថាពួកគាត់កិច្ចទៅដល់ណាទេសត្វនាគមួយក្បាលនោះនៅតែដេញតាមវាយប្រហារពួកគាត់ដដែលពេលនោះធូប៉ាយេបានស្រែកឲ្យសៀនដាក់លេខជាមួយទឹកតែទោះបីជាទូករបស់គេមាននៅ option ជាមួយទឹកក៏ដោយក៏ពួកគេនៅតែមិនទាន់រួចខ្លួនដដែលព្រោះសត្វនាគមួយក្បាលនោះបានមុជទឹកដេញតាមពួកគេដល់ខាងក្រោមពួកគេក៏បន្តបើករត់គេចនៅខាងក្រោមទឹកនោះបន្តទៀតពួកគេបានបើកកិច្ចឆ្វេងកិច្ចស្ដាំកិច្ចទាំងដុំថ្មកិច្ចទាំងសត្វនាគមួយក្បាលនោះយ៉ាងណាក៏សរសើរទឹកដៃសៀន
ដែរមើលទៅជំនាញជ្រែទូករបស់នាងមិនអន់នោះទេអនាតាពីរនាក់នោះទេខំធាក់ទូកឡើងចង់ធ្លាក់អណ្ដាតខណៈពេលដែលពួកគេកំពុងតែសប្បាយចិត្តគិតថាខ្លួនឯងរួចផុតពីការប្រមាញ់របស់សត្វនាគមួយក្បាលនោះពេលនោះស្រាប់តែសត្វនាគមួយក្បាលនោះបានបង្ហាញខ្លួននៅចំពីមុខពួកគេពេលនោះសៀនសៀនចាប់ផ្ដើមសាងលេយកកម្លាំងទាញឲ្យហ្វ្រាំងដៃដើម្បីជ្រែទូកគេចចេញពីសត្វនាគមួយក្បាលនោះបន្ទាប់មកសត្វនាគមួយក្បាលនោះក៏ដេញតាមពួកគេទាន់វាបានប្រើនៅចំហាយធម្មពលវាយប្រហារទៅលើពួកគេមួយទំហឹងធ្វើឲ្យទាំងមនុស្សនិងទូកខ្ទាតទៅជាប់ជាមួយផ្ទាំងថ្មបន្ទាប់មកសត្វនាគមួយក្បាលនោះក៏ហក់មកតបាក់ពួកគេតែយើងមិនទាន់ដឹងថានាគមួយក្បាលនោះនឹងត្រូវផ្អែមមាត់ឬក៏បាក់ធ្មេញនោះទេព្រោះសាច់រឿងអេពីសូតទី8របស់យើងបានស្លេះតែត្រឹមនេះបើចង់ដឹងថាសាច់រឿងនឹងទៅជាយ៉ាងណាមានតែរងចាំទស្សនានៅភាពបន្តបន្ទាប់ទៀតតែប៉ុណ្ណោះអធិស្ឋានប្រសិនបើមានកំហុសខុសឆ្គងនៅត្រង់ចំណុចណាមួយហើយខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយបន្តទៀត